ភាពកក់ក្ដៅក្នុងចិត្តរបស់នារីនៅពេលដែលយើងរៀបការគ្នាជាប្តីប្រពន្ធយើងជាប្តីត្រូវតែស្វែងយល់ឲ្យដឹងអំពីអ្វីទៅដែលប្រពន្ធរបស់យើងគាត់បានចាត់ទុកថាជាភាពកក់ក្ដៅនៅក្នុងចិត្តរបស់គាត់នៅពេលដែលយើងយល់ច្បាស់យើងនឹងអាចដឹងថារាល់សកម្មភាពរបស់យើងវាត្រូវមានកន្លងបែបណាហើយមានដែនកំណត់បែបណាអញ្ចឹងហើយយើងត្រូវស្វែងយល់អំពីភាពកក់ក្ដៅដែលនារីចង់បានសម្រាប់នារីជាទូទៅភាគច្រើនអ្វីដែលគាត់ចង់បានដែលធ្វើឲ្យគាត់មានភាពកក់ក្ដៅភាគច្រើនមិនមែនជាលុយកាក់មិនមែនជាសកម្មភាពអីផ្សេងទេអ្វីដែលសំខាន់ជាងគេក្នុងចំណោមចំណុចល្អដែលបរោះផ្ដល់ឲ្យគាត់ហើយគាត់ចាត់ទុកថាសំខាន់ជាងគេសម្រាប់គាត់ដែលគាត់គិតថាវាជាភាពកក់ក្ដៅរបស់គាត់នោះគឺការមិនទុកគាត់ចោលនារីអត់ចង់ឲ្យបរោះដែលខ្លួនឯងស្រឡាញ់នឹងទុកគាត់ចោលឯងទោះបីជាគាត់មានអ្វីគ្រប់យ៉ាងក៏ដោយឲ្យតែមានភាពទុកគាត់ចោលមួយគឺគាត់លែងសប្បាយចិត្តហើយអញ្ចឹងជាប្តីជាប្រពន្ធអត់អីអត់បានតែកុំអត់ការព្រួយបារម្ភទៅគាត់ណាកុំអត់ការព្រួយបារម្ភមកគាត់អត់លុយបានតែត្រូវតែព្រួយបារម្ភទៅគាត់ឲ្យតែមានការព្រួយបារម្ភឲ្យតែមានការយកចិត្តទុកដាក់គឺគ្រួសាររបស់យើងមានសុភមង្គលហើយបើសិនជាយើងមានអ្វីគ្រប់យ៉ាងហើយយើងទុកគាត់ចោលបានន័យថាគ្រួសាររបស់យើងនឹងបរាជ័យគ្រួសាររបស់យើងនឹងទទួលបាននៅអពមង្គលក្នុងគ្រួសារឯងអញ្ចឹងអ្វីដែលនារីចង់បានគឺមិនទុកគាត់ចោលនារីម្នាក់ទោះបីជាមានបរោះពេញផ្ទះក៏ដោយនៅក្នុងផ្ទះរបស់យើងហ្នឹងមានកូនប្រុសពេញផ្ទះក៏ដោយប៉ុន្តែអត់មានវត្តមានតែប្តីម្នាក់ក៏រាប់ថានៅក្នុងផ្ទះហ្នឹងអត់មានមនុស្សប្រុសគាត់គិតក្នុងចិត្តថាផ្ទះហ្នឹងគ្មានមនុស្សប្រុសអញ្ចឹងមានន័យថាវត្តមានរបស់យើងដែលយើងមិនទុកគាត់ចោលគឺជារឿងសំខាន់នៅក្នុងបេះដូងរបស់នារីសំខាន់មែនតើអញ្ចឹងនៅពេលដែលយើងជាប្តីជាប្រពន្ធនឹងគ្នាយើងត្រូវគិតកន្លែងហ្នឹងមែនតើកុំអាងតែយើងជាប្តីអាចរកលុយកាក់បានយើងដើរចោលគាត់យើងទុកគាត់ចោលមួយថ្ងៃជាមួយថ្ងៃគ្រួសាររបស់យើងចាប់ផ្ដើមមានរឿងអពមង្គលម្ដងហើយយើងនិយាយថាខ្ញុំធ្វើល្អគ្រប់យ៉ាងហើយហេតុអីមិនយកចិត្តខ្ញុំវិញមិនកើតទេយើងជាប្តីយើងត្រូវតែមានទំនួលខុសត្រូវរាល់សកម្មភាពឬក៏បំលាស់ប្ដូរជីវិតសុភមង្គលក្នុងគ្រួសាររបស់យើងត្រូវតែព្យាយាមកែខៃថែរក្សាចិត្តផ្ចង់កែលម្អគ្រួសាររបស់យើងនឹងឲ្យល្អប្រសើរបន្តិចម្ដងរាល់រឿងបែកបាក់ទាំងអស់យើងជាប្តីត្រូវទទួលខុសត្រូវយើងមិនត្រូវឲ្យគ្រួសាររបស់យើងនឹងប្រែប្រួលពីរឿងមិនល្អទៅទេយើងត្រូវតែប្រែប្រួលពីល្អបន្តិចទៅល្អខ្លាំងហើយមានសុភមង្គលទៅនេះហើយទើបយើងជាមនុស្សម្នាក់ដែលយល់ច្បាស់អំពីអ្វីទៅជាសុភមង្គលរបស់នារី